Come styling with me សម្រាប់ឈុតទៅធ្វើការ Let's go ចឹងសម្រាប់ឈុតទី1យើងមានអាវសាច់កណាត់លងដៃខ្លីចឹងណាហើយយើងថែមជាមួយនឹងខោខ្មៅមួយមកហើយខោហ្នឹងបាច់យកលងពេកឬក៏រឹបពេកឯអ្នកគ្នាហើយឈុតនេះមើលមកសមរម្យហើយយ៉ាងចាស់ទុំបន្តិចហើយឈុតហ្នឹងបើពាក់ទៅប្រជុំអីក៏ត្រូវដែរពួកអីយើងស្រួលងើបស្រួលអង្គុយចឹងណាលងហ្នឹងទៅហើយកុំភ្លេចនាការអ្នកគ្នាសំខាន់ណាបើយើងអត់ពាក់នាការក៏មើលទៅអត់សូវតំណងដែរចឹងលើយើងទៅមួយឈុតទៀតសម្រាប់ឈុតទី2នេះវិញយើងយកអាវ slim fit មួយមកហើយយើងថែមជាមួយខោកបយមួយទៀតមកហើយខោកបយហ្នឹងយកលងតិចទៅដោយសារអាវយើងហឹបហើយបើយើងពាក់ខោហឹបទៀតវាអត់ល្អមើលទេហើយឈុតនេះសមរម្យអ្នកគ្នាសម្រាប់អាយុ20ស្ដើងឬក៏ដល់30អីក៏ពាក់បានអ្នកគ្នាមើលទៅគឺសាមញ្ញ formal និយាយទៅសុភាពរៀបសារហ្មងលើអ្នកគ្នាឃើញស្រាប់ឃើញទេអញ្ចឹងសម្រាប់កៅអីយើងអាចពាក់អាវហឹបហើយខោហឹបទេបើអាវហឹបខោរៀងលងទៅអញ្ចឹងលើតោះយើងទៅមើលឈុតចុងក្រោយសម្រាប់ឈុតចុងក្រោយយើងយកអាវចាក់ដែលវែងមកអ្នកគ្នាចង់យកពណ៌អីក៏បានដែរតែសម្រាប់ខ្ញុំយកពណ៌ខ្មៅអញ្ចឹងណាពណ៌អីមើលទៅរៀងសុភាពហើយយើងថែមមួយអាវចាក់វាក្លៀកមួយទៀតមកពណ៌សពីក្នុងទៅហើយដាក់មួយខោកបយរៀងលងអញ្ចឹងណាយើងយកមកពីឈុតទី2វិញហ្នឹងហើយបើអ្នកគ្នាមាន tote bag យកមកតាមខ្លួនមួយដែរមកဆိုយើងដាក់ laptop ដាក់អីចឹងណានិយាយទៅអ្នកគ្នាសម្រាប់អាវចាក់ហ្នឹងយើងបាច់យកអាខាស់ពេកទេយើងយករៀងមកស្ដើងល្មមយើងពាក់អញ្ចឹងណាតែបើអ្នកគ្នានៅស្រុកត្រជាក់អ្នកគ្នាអាចយកអាវចាក់ហ្នឹងរៀងខាស់ក៏បានដែរនិយាយទៅឈុតនេះមើលទៅរៀងរបៀបអូប៉ាអញ្ចឹងណាអូខេសម្រាប់3ឈុតហ្នឹងអ្នកគ្នាស្រឡាញ់មួយណាចាំប្រាក់ខ្ញុំផងនិយាយទៅបើពាក់ទៅ meeting អីគឺត្រូវម៉ាច់ហ្មងអ្នកគ្នាហើយសម្រាប់ខ្ញុំស្រឡាញ់ឈុតចឹងក្រោយអ្នកគ្នាពាក់ទៅយើងរៀងកក់ក្ដៅអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេ Bye bye